ជាបឋមខ្ញុំបករណាសូមនមស្ការចំពោះបរតនត្រ័យជាទីសក្ការៈដ៏ខ្ពង់ខ្ពស់និងសូមថ្វាយបង្គំព្រះគ្រូចាតិកាវត្តពុទ្ធិរាំងសីព្រមទាំងព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីរាប់អានក្នុងឱកាសបុណ្យឆ្លងចូលឆ្នាំរបស់វត្តពុទ្ធិរាំងសីនិងប្រពធ្វើនៅថ្ងៃទី26 27ខែ4អាទិត្យក្រោយគឺអាទិត្យខាងមុខនេះតាំងនាមខ្ញុំបករណាអាត្មាភាពតំណាងឲ្យប្រសង់ក្នុងវត្តពុទ្ធិរាំងសីទីក្រុងវូហ៊ីរដ្ឋ New Jersey សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ឲ្យបានជ្រាបថាកម្មវិធីបុណ្យឆ្លងចូលឆ្នាំប្រពៃណីជាតិរបស់វត្តពុទ្ធិរាំងសីជារៀងរាល់ឆ្នាំយើងតែងតែប្រារព្ធធ្វើនៅក្រោយវត្តដតីក្នុងតំបន់នេះមួយអាទិត្យគឺយើងធ្វើក្រោយវត្តដតីមួយអាទិត្យជារៀងរាល់ឆ្នាំហើយការធ្វើពិធីឆ្លងបុណ្យចូលឆ្នាំនេះយើងអត់ដែលអខានហើយក៏អត់ដែលលើកទោះបីមានភ្លៀងក្តីមានព្យុះក្តីមានអាកាសធាតុមិនអំណោយផលយ៉ាងណាក៏ដោយកម្មវិធីយើងតែងតែប្រារព្ធជារៀងរាល់ឆ្នាំហើយធ្វើក្រោយវត្តដតីមួយអាទិត្យជានិច្ចហើយដូច្នេះថ្ងៃនេះក្នុងនាមខ្ញុំបករណាអាត្មាភាពសូមតំណាងឲ្យវត្តពុទ្ធិរាំងសីនៅទីក្រុងវូហ៊ីរដ្ឋ New Jersey សូមចម្រើនពរជូនជាព័ត៌មានដល់ញាតិញោមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ឲ្យបានជ្រាបថាកម្មវិធីឆ្លងបុណ្យចូលឆ្នាំវត្តពុទ្ធិរាំងសីនាថ្ងៃទី26 27ខែ4ឆ្នាំ2025ខាងមុខនេះយើងនឹងប្រារព្ធជារៀងដរាបអត់មានកែប្រែជាពិសេសអត់មានផ្លាស់ប្ដូរកម្មវិធីទេហើយថ្ងៃនេះអាត្មាលើកឡើងមកនោះដើម្បីជូនជាដំណឹងដល់ញាតិញោមដោយសារមានញាតិញោមទូរស័ព្ទមកថាបានឮញាតិញោមមួយចំនួនផ្សព្វផ្សាយថាកម្មវិធីបុណ្យឆ្លងចូលឆ្នាំយើងថ្ងៃទី26 27អត់បានប្រារព្ធទេដោយសារការកសាងព្រះវិហារនេះគឺជាសម្ដីអកុសលរបស់ញាតិញោមមួយចំនួនជារៀងរាល់ឆ្នាំញាតិញោមពេលខ្លះតែងផ្សព្វផ្សាយថាវត្តយើងអត់បានធ្វើចូលឆ្នាំទេលើកថ្ងៃក្រោយដោយសារមានភ្លៀងហ្នឹងពីឆ្នាំទៅហើយឆ្នាំនេះញាតិញោមថាអត់បានធ្វើចូលឆ្នាំឆ្លងចូលឆ្នាំដោយសារការកសាងព្រះវិហារសុទ្ធតែជារឿងឃោសនាអកុសលញោមណាអញ្ចឹងអាត្មាគាត់តែផ្ដល់ជាដំណឹងថាញាតិញោមដែលផ្សព្វផ្សាយឃោសនាជាអកុសលការព្យាបាទការចងអាឃាតឬមួយក៏គំនុំគុំគួនហើយធ្វើនៅអំពើដែលអកុសលដូចនេះអាត្មាជឿថាកម្មជាកុសលកម្មជាអកុសលដែលញាតិញោមកសាងហើយនឹងមិនអាចគេចផុតទេបើបុគ្គលណាធ្វើនៅអំពើអាក្រក់តែងតែទទួលនៅផលអាក្រក់អ្នកដែលធ្វើនៅអំពើល្អតែងតែទទួលនៅផលល្អហើយដូច្នេះក្នុងឱកាសនេះអាត្មាគ្រាន់តែសូមបញ្ជាក់ថាសូមទឹកចិត្តញាតិញោមដែលមានចិត្តអកុសលសូមឲ្យលះបង់ចេញកុំព្យាយាមប្រទុសរាយនឹងពុទ្ធសាសនាតទៅមុខទៀតពីព្រោះវត្តពុទ្ធិរាំងសី2លើកហើយពីឆ្នាំទៅក៏ញាតិញោមប្រកាសប្រាប់តគ្នាថាវត្តពុទ្ធិរាំងសីអត់បានធ្វើឆ្លងចូលឆ្នាំទេមានអាកាសធាតុអត់អំណោយផលពោគឺភ្លៀងអញ្ចឹងវត្តពុទ្ធិរាំងសីលើកទៅខែក្រោយនឹងសិតជារឿងអកុសលមួយដែរហើយឥឡូវឆ្នាំនេះទៀតដែរញាតិញោមប្រកាសប្រាប់តគ្នាថាដោយសារវត្តពុទ្ធិរាំងសីក៏សាងព្រះវិហារញោមឃើញហើយការកសាងព្រះវិហារការចាក់ខឿនគ្រឹះព្រះវិហារជាងគេចាប់ផ្ដើមអត់មានរំខានឲ្យដល់ពិធីបុណ្យចូលឆ្នាំទេអត់មានរំខានដល់ពិធីបុណ្យឆ្លងចូលឆ្នាំទេគឺយើងប្រារព្ធពិធីឆ្លងចូលឆ្នាំហើយការប្រារព្ធធ្វើពិធីឆ្លងចូលឆ្នាំនេះការអំពាវនាវការអញ្ជើញញាតិញោមគ្រប់មជ្ឈដ្ឋានចូលរួមនឹងដើម្បីបានជាប្រយោជន៍ក្នុងការចូលរួមកសាងព្រះវិហារទាំងអស់គ្នាទុកជាកេរដំណើរសម្រាប់ជាតិខ្មែរយើងទាំងអស់គ្នាសម្រាប់ពុទ្ធសាសនាខ្មែរយើងទាំងអស់គ្នានៅក្រៅប្រទេសអញ្ចឹងការព្យាបាទរបស់ញាតិញោមមួយចំនួនដែលមានការនិន្ទាឈ្នានីសហ្នឹងវាជារឿងអកុសលណាស់អញ្ចឹងអាត្មាក្នុងឱកាសនេះក៏សូមអំពាវនាវថាអ្វីដែលញាតិញោមគិតខុសសូមគិតសារថ្មីថាអាត្មាកសាងវត្តពុទ្ធិរាំងសីជាមួយពុទ្ធបរិស័ទ
នៅក្នុងទីក្រុងវិហាររដ្ឋញូជ័រស៊ីនេះមិនមែនសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនទេគឺប្រយោជន៍សម្រាប់ពុទ្ធសាសនាសម្រាប់ខ្មែរយើងទាំងអស់គ្នាវត្តនេះលុតរលាយឬមួយក៏រុងរឿងក៏មិនមែនដោយសារមិនមែនអាត្មាដែរគឺដោយសារញាតិញោមទាំងអស់គ្នាវត្តរីកចម្រើនវត្តកុំថ្កើងជាតិរីកចម្រើនជាតិកុំថ្កើងគឺរបស់ខ្មែរយើងទាំងអស់គ្នាមិនមែនរបស់បុគ្គលណាម្នាក់ហើយក៏មិនមែនរបស់អាត្មាដែរគឺសម្រាប់ជាតិខ្មែរយើងទាំងមូលការចូលរួមរបស់ញាតិញោមមានតម្លៃណាស់សម្រាប់ជាតិខ្មែរយើងមានតម្លៃណាស់សម្រាប់ពុទ្ធសាសនាធ្វើឲ្យជាតិយើងរស់នៅក្រៅប្រទេសមានអរិយធម៌វប្បធម៌ថ្លៃថ្នូររុងរឿងឲ្យគេកោតឲ្យគេសរសើរកុំឲ្យមានការឆ្លោះទាស់ទែងគ្នាកុំឲ្យមានការបាក់បែកគ្នាកុំឲ្យប្រជែងគ្នាជារឿងអកុសលបើយើងប្រណាំងប្រជែងគ្នាក្នុងនៃដើម្បីរីកចម្រើនយើងធ្វើចោះដើម្បីជាតិដើម្បីប្រយោជន៍សង្គមយើងទាំងអស់គ្នាកុំឲ្យឈ្នានេះគ្នាការឈ្នានេះគ្នាមិនមែនជារឿងល្អទេសារជាថ្មីម្ដងទៀតក្នុងនាមអាត្មាភាពផ្ទាល់ក៏ដូចជាប្រសង់ក្នុងវត្តពុទ្ធរាំងសីនិងគណៈកម្មការវត្តទាំងមូលសូមអំពាវនាវដល់ញាតិញោមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់សូមអញ្ជើញចូលរួមក្នុងពិធីឆ្លងចូលឆ្នាំវត្តពុទ្ធរាំងសីនិងធ្វើនៅថ្ងៃទី26 27ខែ4ខាងមុខនេះយើងថ្ងៃនេះទី18ហើយហ្នឹងហើយអញ្ចឹងនៅសល់តែមួយអាទិត្យទៀតព្រោះអាទិត្យខាងមុខយើងចាប់ផ្ដើមហើយនៅទី26 27ខែ4ឆ្នាំ2025ពិធីឆ្លងចូលឆ្នាំវត្តពុទ្ធរាំងសីហើយសូមអញ្ជើញញាតិញោមគ្រប់មជ្ឈដ្ឋានទាំងអស់ចូលរួមដើម្បីបានជាប្រយោជន៍ក្នុងការជួយកសាងព្រះវិហារទាំងអស់គ្នាអញ្ចឹងការកសាងព្រះវិហារញាតិញោមឃើញជាងគេធ្វើជារៀងរាល់ថ្ងៃអត់មានរំខានអីដល់ការកសាងព្រះវិហារទេបានញាតិញោមអញ្ជើញមកហ្នឹងបានចូលរួមក្នុងការត្រេកអរអនុមោទនាការកសាងព្រះវិហារទាំងអស់គ្នាយើងត្រេកអររីករាយអបអរសាទរពិធីឆ្លងចូលឆ្នាំផងយើងបានមើលឃើញសកម្មភាពការកសាងព្រះវិហារដែលកំពុងតែដំណើរការយ៉ាងរលូនរបស់ជាងហើយការកសាងព្រះវិហារនេះញាតិញោមដឹងហើយថវិកាទាំងអស់បានមកពីញាតិញោមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់បើខ្វះការគ្រប់គ្រងខ្វះការចូលរួមរបស់ញាតិញោមយើងមិនអាចកសាងបានទេអាត្មាសង្ឃឹមថាញាតិញោមពុទ្ធបរិស័ទទាំងអស់ចាប់ពីថ្ងៃនេះតទៅមុខកាលណាញាតិញោមឃើញឬអាត្មាភាពផ្សាយផ្ទាល់ថាចូលឆ្នាំឬក៏ប្រជុំបិណ្ឌលើកថ្ងៃលើកខែអានឹងចាំញោមជឿបើមិនលឺសូរពីអាត្មាភាពផ្ទាល់ទេមិនចាំបាច់ញាតិញោមជឿទៀតទេពីព្រោះរឿងអកុសលរបស់មនុស្សមួយចំនួនតូចតែងតែមាននៅក្នុងសង្គមណាក៏ដោយកិច្ចមិនផុតទេញោមណាហើយយើងសង្ឃឹមថាបុណ្យចូលឆ្នាំក្តីប្រជុំបិណ្ឌក្តីជារៀងរាល់ពេលនិយាយរួមមកវត្តពុទ្ធរាំងសីអត់ដែលលើកទេឲ្យតែយើងចេញកម្មវិធីបុណ្យឲ្យទោះបីមានភ្លៀងយ៉ាងណាក៏ដោយអាកាសធាតុអត់អំណោយផលយ៉ាងណាក៏ដោយយើងនៅតែប្រព្រឹត្តនៅតែធ្វើទៅតាមកាលបរិច្ឆេទរបស់វត្តជានិច្ចអត់ដែលលើកមួយខានធ្វើឬមិនបានធ្វើអញ្ចឹងចុះអត់ទេគឺយើងត្រូវតែគោរពសូម្បីមាឃបូជាវិសាខបូជាយើងធ្វើចំថ្ងៃមាឃបូជាវិសាខបូជាតាំងពីបង្កើតវត្តមកអត់ដែលលើកថ្ងៃធ្វើខុសថ្ងៃអញ្ចឹងចុះទេយើងគោរពតាមកាលបរិច្ឆេទរបស់វត្តយើងជានិច្ចកាលអញ្ចឹងសូមអរគុណហើយសង្ឃឹមថាញាតិញោមទាំងអស់គ្នានឹងចូលរួមពិធីឆ្លងចូលឆ្នាំហើយឆ្នាំនេះប្រសង់មកពីក្រៅនិងប្រសង់ក្នុងវត្តយើងមានច្រើនអង្គណាស់ក្នុងពិធីបុណ្យឆ្លងចូលឆ្នាំហើយវត្តពុទ្ធរាំងសីបើនិយាយពីប្រសង់មានទាំងអស់14អង្គអាហ្នឹងជាអចិន្ត្រៃយ៍របស់វត្តដែលលោកគង់នៅក្នុងវត្តពុទ្ធរាំងសីក្រៅពីហ្នឹងមានប្រសង់និមន្តមកពីកន្លែងផ្សេងលោកនឹងមកចូលរួមក្នុងពិធីឆ្លងចូលឆ្នាំចឹងសូមញាតិញោមត្រេកអរអនុមោទនាចូលរួមពិធីឆ្លងចូលឆ្នាំទាំងអស់គ្នាសូមអនុមោទនា